ព្រះកាយនិងព្រះរហិតព្រះគ្រីស្ទអបអរសាទរព្រះសាគងកាតូលិកភូមិភាគបាត់ដំបង ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ទ ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ទ ត្រេកអរអំណរសប្បាយរីងរា ត្រេ យ កអរអំណរសប្បាយរីករាយ ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ទ ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ទ ត្រេកអរសប្បាយសម្បាយកូនឡោ ព្រះគ្រីស្ទទ្រង់មាន ព្រះបន្ទូលថា ខ្ញុំជានំប៉័ង ខ្ញុំជានំប៉័ង ដងសម្រាប់ចិញ្ចឹម យើងអាចតបត្រៃជាព្រះកាយព្រះគ្រីស្ទចំពោះអ្នកដទៃវិញទុកអ្នកទំនងរបស់យើងជាមួយនឹងប្រពន្ធនិងប្តីរបស់យើងឲ្យកាន់តែប្រសើរដោយក្នុងអធិបុត្រទី2យើងទទួលព្រះកាយព្រះគ្រីស្ទបាត់ប្រកបអ្នកណាដែលទទួលសត្វរបស់ខ្ញុំអ្នកនោះដែលមានសត្យមានគោលហើយនៅក្នុងព្រះគម្ពីរដំណើរលោកដូច្នេះហើយជប់ចាំមើលក្រោយមានទទួលពេលយើងទទួលព្រះកាយអូនក្បាលមកគោរពប្រសិនបើទទួលដៃសូមទទួលដោយមានរបៀបល្អ ព្រះគ្រីស្ទទ្រង់មាន ព្រះបន្ទូលថា ខ្ញុំជាដើមឈើ ខ្ញុំជាដើមឈើ មេតាមិនជួបដើមគឺឥនផល អិនផល អ្នកណាដែលបាននៅជាមួយខ្ញុំ ជាមួយខ្ញុំ អ្នកនោះអាចបង្កើតបានផលច្រើន ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ទ ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ទ ត្រេកអរអំណរសប្បាយរីងរា ត្រេ យ កអរអំណរសប្បាយរីករាយ ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ទ ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ទ ត្រេកអរសប្បាយសម្បាយកូនឡោ ព្រះគ្រីស្ទទ្រង់មាន ព្រះបន្ទូលថា ខ្ញុំជាជីវិត ខ្ញុំជាជីវិត ឈើឆ្កាងបំផ្លាញនៅសេចក្តីស្លាប់ ក្តីស្លាប់